เย้สบายมัวไหมជំរាបសួរបងប្អូនទាំងអស់គ្នាក៏ដូចជាសួស្តីទៅកាន់បងប្អូនកុមារាកុមារីថ្ងៃនេះអូនសុមេតានិងអូនសុខេម៉ាមានវីដេអូថ្មីមួយចែកជូនបងប្អូនកុមារាកុមារីទាំងអស់គ្នាគឺការលេងកម្សាន្តនៅទីធ្លាមួយកន្លែងគឺនៅក្នុងសាលារៀនផ្ទាល់តែម្ដងចង់ដឹងថាតើសាលារៀននោះនៅទីណាតោះចូលទៅទស្សនាទាំងអស់គ្នាតោះឥឡូវយើងក៏លេខមកមើលបាតងរបស់យើងគឺមានរូបស្អាតស្អាតមែនទែនបាទមានរូបត្រីផ្សោតមានរូបត្រីធំធំក៏ដូចជាមានរូបក្តានរូបអីចឹងណាបងប្អូននៅជុំវិញតងប៉ុន្តែតងនេះមិនជាធំប្រហែលទេបងប្អូនតូចល្មមទេនៅក្នុងសាលារៀនមួយកន្លែងគឺហៅថាសាលារៀនបឋមសិក្សាក៏ដូចជាវិទ្យាល័យបាត់ដឹងផ្ទាល់តែម្ដងអញ្ចឹងចំពោះបងប្អូនដែលមានកូនតូចឬក៏មានកូនគេថាចង់នាំកូនទៅលេងតងនៅទីនេះដែលថាមិនឆ្ងាយពីផ្ទះអីបងប្អូនអាចយកកូនទៅលេងនៅទីនេះបានត្បិតតែថាតងនៅទីនេះមិនសូវជាធំប្រហែលសម្រាប់កុមារាកុមារីទាំងអស់លេងកម្សាន្តក៏ប៉ុន្តែលោកនាយកសាលាគឺបានរៀបចំតងនេះមួយសម្រាប់ឲ្យក្មេងៗជាសិស្សបឋមក៏ដូចជាក្មេងៗដែលសិស្សមត្តេយ្យនឹងអាចលេងកម្សាន្តបាននៅពេលដែលទៅសិក្សាហើយជាពិសេសទៀតនោះទំនេរវិការសិក្សាកុមារាកុមារីក៏អាចទៅលេងបានដោយអាណាព្យាបាលអាចនាំកូនទៅលេងនៅទីនេះបានដោយអត់មានគិតថ្លៃអីទេហើយបងប្អូនអាចក៏លេងមើលទៅគឺតោងនេះសមល្មមសម្រាប់ឲ្យកូនយើងលេងហើយមិនសូវជាមានក្មេងខ្មាំងរញ៉េរញ៉ៃអីទេបាទគឺមានភាពសប្បាយរីករាយហើយយើងអាចឈរមើលកូនយើងលេងបានឬក៏យើងអាចជំនួសឲ្យកូនដែលគ្នាធ្វើការលេងតងហើយមិនចង់ទៅទីណាឆ្ងាយយើងអាចមកទីនេះផ្ទាល់តែម្ដងហើយទីធ្លាសាលារៀនគឺធំទូលាយបងប្អូនខ្ញុំបាទជំនួសមកឲ្យអាណាព្យាបាលសិស្សានុសិស្សទាំងអស់ក៏សូមថ្លែងអំណរគុណដល់ទឹកចិត្តរបស់លោកនាយកសាលាដែលបានរៀបចំចាត់ចែងតងនេះឡើងសម្រាប់ឲ្យក្មេងៗលេងទំនេរពីការសិក្សាជារៀងការឲ្យក្មេងៗទៅធ្វើអ្វីផ្សេងក្រៅពីការសិក្សាហើយអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះបាទអូនសុខេម៉ានិងអូនសុមេតាបងប្អូនអាចក្លែកមើលទៅគឺលេងសប្បាយមែនទែនបងប្អូនហើយតោងវាមិនធំពេកមិនខ្ពស់ពេកអីទេគឺមកសមល្មមសម្រាប់ឲ្យកូនយើងក្មេងៗសម្រាប់តនេពីការសិក្សាយើងអាចលេងកម្សាន្តបានហើយជាពិសេសទៀតនោះបងប្អូនគឺមានម្លប់ឈើដែលជាក់ល្ហឹមពេញនឹងតែម្ដងគ្របដណ្ដប់លើផ្ទៃតោងនឹងតែម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងទីធ្លាសាលាបងប្អូនដឹងហើយតែងតែមានដើមឈើធំដើម្បីជាម្លប់ដល់សិស្សានុសិស្សក្នុងការរៀនសូត្រក៏ដូចជាម្លប់ដ៏ត្រជាក់ផងដែរសម្រាប់យើងក្រេបយកចំណេះដឹងចំណេះជាផ្សេងហើយជាពិសេសទៀតនោះគឺជាការរៀបចំទុកដាក់បានយ៉ាងល្អរបស់លោកនាយកសាលាក៏ដូចជាការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលាផ្ទាល់តែម្ដងអញ្ចឹងបងប្អូនអាចក៏លេខមើលទៅហើយបើសិនជាចាប់អារម្មណ៍តែចង់នាំកូនទៅលេងបងប្អូនអាចទៅផ្ទាល់បានគឺនៅបច្ចៈនៅសាលាបឋមសិក្សាក៏ដូចជាវិទ្យាល័យហ៊ុនសែនម្ដងផ្ទាល់តែម្ដងអញ្ចឹងវីដេអូនេះផងដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាបើសិនជាពេញចិត្តឬក៏ចូលចិត្តវីដេអូនេះសូមបងប្អូនជួយចុច Subscribe ជម្រាបរបស់អូនសុខេម៉ានិងអូនសុមេតាម្នាក់មួយផង